Ok, số này là khi xong phạt của một can video thăm mày mà giờ tiết đã nơi video này như nâng dạng pi cả đã ai mấy đã được phim choក្នុង website របស់យើងអូខេឥឡូវយើងមាននៅរូបភាពមួយដែលយើងនឹងចង់យកមកដាក់នៅក្នុង website យើងដើម្បីដាក់រូបភាពមកគឺយើងត្រូវប្រើ tag img ហើយយើងប្រើនៅ attribute src អូខេបន្តមកទៀតយើងដាក់នៅរូបភាពfile រូបភាពឬមួយដែលគេអាចដាក់ជាប្រភេទ link រូបភាពក៏បានដែរអូខេដំបូងយើងសាកជាមួយនឹងរូបភាព file រូបភាពសិនដែលយើងមាន file រូបភាពមួយដែលនៅជាមួយ folder index.html របស់យើងអូខេយើងបើកមក cat.jpg អូខេបន្តទៀតយើងនឹងចែកទៅលើ attribute មួយទៀតដែល alt ដែលនៅពេលដែលឧទាហរណ៍ថាយើងប្រើ attribute alt ហ្នឹងដើម្បីនៅពេលដែលរូបភាពនឹងអត់ load វានឹងចេញអក្សរហ្នឹងមកអូខេឥឡូវយើងសាកមើលយើងថែមអក្សរ ss នៅទៅនេះមួយអូខេនេះឧទាហរណ៍នៅពេលដែលរូបភាពយើងអត់ load មកគឺវានឹងចេញអក្សរហ្នឹងមកអូខេបន្តនេះយើងនឹងនិយាយអំពីការដាក់ size ទៅលើរូបភាពរបស់យើងអូខេយើងប្រើប្រាស់ width 100 pixel យើងតេស្តមើលចុះអូខេ width គឺជាទំហំរបស់យើងជាង VX ដែលជាប្រវែងរបស់យើងហើយ height គឺកម្ពស់របស់រូបភាពហ្នឹងអូខេឥឡូវយើងដាក់400 pixel អូខេឃើញខ្ពស់ពេក400អូខេហើយអ្នកនរគ្នាក៏អាច load រូបភាពមកតាមរយៈ URL ក៏បានដែរអូខេឥឡូវយើងតេស្តមើលយើងចូលទៅរូបភាពណាមួយយើងមកតេស្តមើលអូខេឥឡូវយើងតេស្តរូបភាពនេះចុះយើង copy image link ហើយយើងយកមកផាសចូលកន្លែង src អូខេយើងឃើញថាយើងអាច load រូបភាពនឹងមកដាក់ចូលនៅក្នុង website របស់យើងបាន